របៀបប្រើប្រាស់ម៉ូតូនិងរបៀបថែទាំម៉ូតូឲ្យត្រូវតាមលក្ខខណ្ឌបច្ចេកទេសនិងប្រើប្រាស់បានយូរគឺយើងត្រូវចេះលាងសម្អាតវាណាពេលដែលយើងជិះកាត់ផកកាត់ភ្លៀងអីយើងត្រូវការលាងសម្អាតវាឲ្យបានស្អាតកុំទុកវាទាំងផកទាំងប្រឡាក់ចុះគឺវាអត់ប្រើប្រាស់បានយូរទេវានាំឲ្យម៉ូតូរបស់យើងនោះវាច្រេះវាឆាប់ខូចណាជាពិសេសទៅលើខ្ចៅខ្ចងរបស់វាគឺវាឆាប់ច្រេះមែនទែនណាឆាប់ច្រេះទៅលើកម្មទៅលើខ្ចៅខ្ចងហើយពេលដែលវាប្រឡាក់ផកប្រឡាក់អីចេះពេលយើងទៅធ្វើសេវាកម្មមានន័យថាទៅធ្វើការជួសជុលពីកន្លែងជាងគឺជួនកាលធ្វើឲ្យដាច់ខ្ចៅដាច់អុយទៅណាបានយើងថាឧស្សាហ៍លាងសម្អាតវាស្អាតឲ្យជ្រះដីកុំឲ្យដីវាតងជឿបហើយមួយទៀតតាក់ទងជាមួយនឹងម៉ាស៊ីនបងប្អូនត្រូវធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីនឲ្យបានទៀងទាត់ណាបានទៀងទាត់តាមការកំណត់បើនិយាយរួមទៅរបៀបប្រើប្រាស់ក៏ដូចជាការថែទាំម៉ូតូគឺមានតសេនៅក្នុងសៀវភៅនៃការណែនាំហើយសៀវភៅណែនាំការប្រើប្រាស់ម៉ូតូណាពេលដែលយើងទិញមកយើងបានប៉ុន្តែគឺថាបងប្អូនយើងភាគច្រើនគាត់អត់សូវបានអានពីរបៀបនៃការណែនាំរបៀបនៃការប្រើប្រាស់ដូច្នេះហើយយើងយកមកដល់យើងប្រើប្រាស់តែម្ដងប្រើប្រាស់ទៅវាមិនសូវបានត្រូវលក្ខខណ្ឌបច្ចេកទេសតែនេះខ្ញុំមកបង្ហើបប្រាប់ពីតិចនេះខ្លះបន្ថែមទៀតណាដូចជាប្រេងម៉ាស៊ីននេះបងប្អូនគួរតែដូរវាឲ្យបានទៀងទាត់ណាបានទៀងទាត់ពេលណាយើងត្រូវដូរយើងផ្លាស់ប្ដូរវាហើយតាកតងជាមួយនឹងសម្បកអៀជាដើមសម្បកអៀដូចយើងប្រើប្រាស់នៅដីហុយប្រភេទនេះដូចដីតាមស្រុកភូមិខ្ញុំគឺបងប្អូនថែទាំវាទៅឧទាហរណ៍ថា5-6 ខែយើងសម្អាតវាម្ដងឬមួយក៏20000 គីឡូឬមួយក៏30000 គីឡូបងប្អូនធ្វើការផ្លាស់ប្ដូរវាចេញក៏ផ្លាស់ប្ដូរវាទៅនោះអាស្រ័យលើបងប្អូនមើលជាក់ស្ដែងឬមួយក៏ជាងណែនាំឲ្យផ្លាស់ប្ដូរពេលខ្លះយើងឧស្សាហ៍ដូរពេកវាមិនជាល្អណាវាល្អអែមតែគេថាវាយ៉ាក់នឹងលុយកាក់ណាលុយកាក់យើងពិបាករកលុយកាក់ហើយយើងទៅងាកដូរទៅតាមតែអ្វីដែលក្រុមហ៊ុនគេណែនាំមកក៏វាពិបាកណាតែយើងមើលតាមសភាពទៅអាចនៅប្រើប្រាស់បានក៏យើងប្រើប្រាស់ទៅណាបោះសម្អាតវាធ្វើការសម្អាតវាហើយតាកតងជាមួយនឹងចំពោះការនេះដូចជាចង្វាក់មញងអីបងប្អូនពេលវាធូរល្មមបងប្អូនរឹតវាទៅណាកុំទុកវាឲ្យវាយារហូតដល់ធ្លាក់ចង្វាក់ឬមួយក៏ដាច់ចង្វាក់ខូចទាំងបាំងចង្វាក់ខូចទាំងជួនកាលអាចតាកតងទៅដល់ម៉ាស៊ីនទៀតធ្វើឲ្យម៉ាស៊ីនបែកម៉ាស៊ីនដោយសារយើងជិះទាំងធូរទៅវារបូតចង្វាក់ទៅវារួញទៅបុកជាមួយនឹងម៉ាស៊ីនហើយដូចក្របចង្វាក់អីចេះណាក្របចង្វាក់នោះមួយក៏កបាំងមុខនោះជួនកាលបាក់បែកដោយសារយើងជិះទាំងធូរចង្វាក់ណាហើយតាកតងជាមួយនឹងប្រព័ន្ធភ្លើងប្រព័ន្ធអីបងប្អូនពេលដែលឃើញវាខូចអាណាមួយបងប្អូនស្រោតជួសជុលវាទៅជួសជុលវាកុំទុកវាឲ្យរហូតដល់ខូចខ្លាំងណាក្នុងប្លុកម៉ាស៊ីនដូចគ្នាបងប្អូនមានឮសំឡេងរំខានតាកតងជាមួយនឹងម៉ាស៊ីនសំឡេងផ្លែកខុសប្រក្រតីបងប្អូនឆាប់យកទៅឲ្យជាងជួសជុលអយមានន័យថាម៉ូតូពេលវាខូចមួយយើងធ្វើមួយគឺអត់ងាយមានបញ្ហាទេកុំទុកឲ្យចាំដល់ខូចច្រើនចាំយើងទៅធ្វើវាពិបាកណាវាខូចច្រើនហើយដូចម៉ូតូប៊ីចជាដើមម៉ូតូប្រើប្រាស់ប៊ីចជាទៀតបងប្អូនចំពោះសាំងបងប្អូនកុំជិះវាអស់ពិតណាទុកវាឲ្យវានៅខ្លះឲ្យវាមាននៅស្អំនៅក្នុងធុងសាំងកុំសូវអស់ពិតអស់ច្រើនដងក៏វាអាចជាមានបញ្ហាដែរព្រោះវាប្រើម៉ូទ័រពេលអស់ច្រើនដងទៅវាអត់មានដូចបូមសាំងទៅវាអាចធ្វើឲ្យម៉ូទ័រយើងធ្លាក់ខ្សោយធ្លាក់កម្លាំងនៃការបូមនេះសុទ្ធតែជារបៀបថែទាំហើយដោយការលាងម៉ូតូនេះគឺអត់ប្រយោជន៍ទេយើងលាងវាឲ្យបានស្អាតបានសោភ័ណភាពស្អាតហើយធ្វើឲ្យម៉ូតូយើងអត់ងាយខូចទេមើលទៅវានៅតែស្រស់ស្អាតបានយូរបាទហើយមានរបៀបច្រើនទៀតទាក់ទងជាមួយនឹងការប្រើប្រាស់ប៉ុន្តែនេះខ្ញុំលើកមកតែចំណុចសំខាន់ខ្លះណាឲ្យបងប្អូនបានយល់យើងថែទាំបានតែប៉ុណ្ណេះទៅក៏វាល្អគ្រាន់ដែរណាល្អ